ថ្ងៃនេះមកធ្វើខ្យងអាំងទឹកម្រេចញ៉ាំម្ដងបងប្អូនចាំមើលថារសជាតិយ៉ាងម៉េចដែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចុងសប្តាហ៍នេះមានគម្រោងធ្វើដំណើរកំសាន្តទៅទីណាដែរចំណែកនាងខ្ញុំនិងគ្រួសារអត់មានដំណើរកំសាន្តទៅណាទេគឺនៅផ្ទះរាល់ថ្ងៃតែម្ដងហើយក៏នឹកឃើញថាធ្វើអីញ៉ាំជុំគ្នាថ្ងៃនេះមកធ្វើខ្យងអាំងទឹកម្រេចជាមួយនឹងទឹកត្រីបុកញ៉ាំជុំគ្រួសារម្ដងមុននឹងដាក់អាំងយើងយកខ្យងទៅត្រាំទឹកចោលសិនហើយដាក់ម្ទេសស្រស់ចូលចំនួន2ផ្លែបីឲ្យវាខ្ជាក់ដីចេញអស់ហើយវិធីនេះដែរគឺខ្ញុំចេះតាមគេដែរទេហើយក៏ឃើញថាបានផលប៉ិតដែរឥឡូវនេះមកធ្វើទឹកត្រីបុកនិងទឹកម្រេចសម្រាប់យកទៅអាំងខ្យងម្ដងគ្រឿងផ្សំអត់មានអីច្រើនទេមានតែក្រូចឆ្មាខ្ទឹមហើយនិងម្ទេសធំហើយនឹងក្រូចឆ្មានេះគឺមាននៅផ្ទះខ្លួនឯងស្រាប់ហើយទឹកជ្រលក់ពីមុខហ្នឹងខ្ញុំដាក់ក្រូចឆ្មា4ផ្លែធំដែរចាត់ក្រូចហើយចំបាច់យកទឹកទុកម្លែកសិនមកបន្ទាប់មកធ្វើការបកខ្ទឹមសបើខ្ជិលបកចង់លឿនដំវាឲ្យម៉ត់ក៏បានដែរខ្ទឹមសខ្ញុំដាក់អស់ចំនួន2ដុំធំហ្នឹងចំណែកម្ទេសដាក់អស់4-5គ្រាប់ដែរប៉ុន្តែវាមិនសូវហឹរទេឥឡូវនេះមកធ្វើទឹកត្រីបុកម្ដងប៉ុន្តែដោយសារនាងខ្ញុំខ្ជិលបកអញ្ចឹងដាក់ខ្ទឹមហើយម្ទេសយកទៅកិនតែម្ដងទៅពេលយកគ្រឿងទៅកិនហ្នឹងដាក់តែខ្ទឹមហើយនិងម្ទេសទេអត់មានទាន់បន្ថែមគ្រឿងផ្សំអីផ្សេងចូលទៀតទេបន្ទាប់ពីកិនខ្ទឹមហើយនិងម្ទេសម៉ត់ហើយចាក់ចូលទៅក្នុងកូនចានតូចល្មមមួយហើយបន្ថែមជាមួយនឹងម្សៅស៊ុបប៊ីចេងស្ករសទឹកត្រីហើយនិងទឹកក្រូចឆ្មាចំពោះបរិមាណដាក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្តទៅឥឡូវនេះមកធ្វើទឹកម្រេចម្ដងចាប់ផ្ដើមចិញ្ច្រាំខ្ទឹមនិងម្ទេសឲ្យម៉ត់ចំពោះគ្រឿងផ្សំនិងរបៀបធ្វើនាងខ្ញុំធ្លាប់បានប្រាប់នៅក្នុងវីដេអូមុនរួចម្ដងមកហើយដាក់ម្រេច2ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាស្ករស1ស្លាបព្រាបន្ទាប់មកដាក់ខ្ទឹមសនិងម្ទេសដែលបានចិញ្ច្រាំចូលហើយបន្ថែមជាមួយនឹងទឹកក្រូចឆ្មាបងប្អូនអាចបន្ថែមបន្ថយគ្រឿងតាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្តបានបើដាក់តាមនាងខ្ញុំខ្លាចក្រៃមិនត្រូវមាត់បងប្អូនចំពោះបន្លែក៏ដាក់តាមចំណង់ចំណូលចិត្តដែរយើងចង់ញ៉ាំបន្លែអីយើងដាក់បន្លែនឹងទៅចំពោះនាងខ្ញុំដាក់ត្រសក់ការ៉ុតនិងជីពងទាកូនឬក៏មិនបាច់ដាក់ក៏បានដែរព្រោះខ្យងមិនសូវត្រូវជាមួយនឹងបន្លែទេឥឡូវនេះមកលាងខ្យងម្ដងបន្ទាប់ពីត្រាំទុកអស់រយៈពេលយូរមកហើយពេលដែលដាក់ម្ទេសចូលត្រាំជាមួយវាទៅគឺថាវាខ្ជាក់ដីចេញមកដូចគេនិយាយមែនខ្យងនេះនាងខ្ញុំទិញមកពីផ្សារដែរទេតែមិនដឹងថាខ្យងខ្សែឬក៏ខ្យងអ្វីទេហើយរើសយកខ្យងធំអញ្ចឹងមកស្រួលអាំងហើយលាង 4-5 ទឹកមកដើម្បីឲ្យវាជ្រះដីស្អាតឥឡូវនេះគ្រឿងផ្សំនិងខ្យងរបស់យើងបានរៀបចំរួចរាល់អស់ហើយឥឡូវទៅធ្វើការអាំងវិញម្ដងចំពោះខ្យងយកទៅស្ងោរប្រហែលជា5នាទីទៅ10នាទីសិនចាំយកមកអាំងដើម្បីឲ្យរបើកស្ទះខ្យងអាំងឆាប់ឆ្អិនហើយបើមិនអញ្ចឹងទេវាអាចផ្ទុះដូចនៅក្នុងវីដេអូខ្ញុំអញ្ចឹងនេះមុនពេលយកមកអាំងហ្នឹងក៏ខ្ញុំបានយកទៅស្ងោរដែរប៉ុន្តែខ្ញុំស្ងោរលឿនពេកអញ្ចឹងទៅវាលបើកស្ទះនឹងអត់អស់បន្ទាប់ពីខ្យងលបើកស្ទះអស់ហើយយើងចាប់ផ្ដើមដាក់ទឹកត្រីបុកហើយនឹងទឹកម្រេចយើងចូលមកហើយចំពោះភ្លើងយើងប្រើភ្លើងតិចបានហើយបើភ្លើងខ្លាំងពេកវាធ្វើឲ្យឆាប់អស់ទឹកនៅក្នុងសម្បកខ្យងហើយធ្វើឲ្យសាច់ខ្យងស្ងួតអញ្ចឹងអត់ឆ្ងាញ់ទេបន្ទាប់ពីដាក់ទឹកត្រីបុកនិងទឹកម្រេចចូលហើយទុកមួយសន្ទុះទៅបានហើយឥឡូវនេះខ្យងអាំងទឹកម្រេចរបស់ខ្ញុំឆ្អិនហើយទំនងទេបងប្អូនបើទំនងបងប្អូនអាចសាកធ្វើញ៉ាំនៅផ្ទះបាននាងខ្ញុំធានាថាឆ្ងាញ់ហើយអស់លុយតិចទៀតឥឡូវនេះចាប់ផ្ដើមចាប់ខ្យងដាក់ចានដើម្បីយកទៅញ៉ាំបង្អួតបងប្អូនឲ្យស្រក់ទឹកមាត់ម្ដងមើលមុននឹងញ៉ាំសាច់ហត់ទឹកវាសិនព្រោះថាក្នុងទឹកវាហ្នឹងគឺជាតិខ្លាំងហ្មងឥឡូវចាប់ផ្ដើមឆ្កោះសាច់ខ្យងយកមកជ្រលក់ជាមួយទឹកជ្រលក់យើងបន្ថែមទៀតមកដើម្បីបន្ថែមរសជាតិឲ្យវាកាន់តែឆ្ងាញ់អីអញ្ចឹងណាបើនិយាយពីអ្នកថតវិញណាទឹកមាត់ហូរចង់មកពីងហើយអ្នកណាទ្រាំបាននេះបើឆ្កោះសាច់មកហុយអញ្ចឹងអូនសាកសម័យមើលថារសជាតិមិនទៅហើយបើនិយាយពីអ្នកកំពុងញ៉ាំនឹងវិញឲ្យតែបានរបស់ឆ្ងាញ់មិនដែលភ្លេចទេអាទឹកត្រជាក់ហ្នឹងអញ្ចឹងវីដេអូនាងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ like និង follow និង share page របស់នាងខ្ញុំផងជួបគ្នានៅវីដេអូធ្វើម្ហូបក្រោយទៀតបាយបាយ